បុគ្គលដែលឈ្មោះទីហុយដែលគាត់បាននិយាយមកសុំមិញនេះគឺខ្ញុំសូមបដិសេធជាដាច់ខាតគឺគាត់និយាយមិនប៉ះទាំងអស់គឺគាត់ប្រឌិតរឿងមកនិយាយផុសតាំងខ្លងណាដែលគាត់ឲ្យខ្ញុំខ្ចីលុយ1000គាត់មានបង្ហាញអត់បើសិនជាមានគាត់នឹងបង្ហាញហើយប៉ុន្តែគាត់អត់មានទេពីខ្ញុំទៅវិញខ្ញុំចង់អំពាវនាវដល់ពលរដ្ឋទាំងអស់ក៏ដូចជាប្រជាជនយើងទាំងអស់សូមកុំយកគំរូតាមនាងខ្ញុំជៀសវាងឲ្យផុតមិនថាមិត្តភ័ក្តិទុកចិត្តប៉ុណ្ណាយកលុយឲ្យមិត្តភ័ក្តិប៉ុណ្ណាក៏ដោយអ្នកលំបាកចុងក្រោយគឺយើងពួកគាត់ពិតជាសាហាវប្រៃផ្សៃណាស់ស្អីក៏ពួកគាត់ហ៊ានធ្វើដែរអញ្ចឹងពីខ្ញុំទៅវិញគឺមានតែម្រាមដៃ10សូមឲ្យប្រជាជនយើងមានការយល់ដឹងកុំឆោតល្ងងដូចខ្ញុំរងគ្រោះហើយពេលនេះគឺមិនថាមុខមាត់គាត់ហែកហួរគ្រប់យ៉ាងហើយយើងអត់មានលទ្ធភាពទៅតតាំងជាមួយគេបានទេគេមានលុយដូចមកសុំមិញតែគាត់មករកបងឯឡើយឃើញគាត់ព្រៀបពាក្យនិយាយចេញមកគឺស្លងខ្លាំងហើយគាត់កំពុងមានមោទនភាពខ្លួនឯងខ្លាំងគាត់ផុសនៅក្នុងផេកគាត់មុននឹងទៀតអត់តាន់បាន24ម៉ោងហ្នឹងបានមកviewជាងគាត់មានមោទនភាពដែលគាត់ធ្វើបាបមកកាន់ខ្ញុំគាត់លើសការប៉ັດគាត់បង្កើតរឿងរ៉ាវយកមកបោកកុហកគាត់មានមោទនភាពលើខ្លួនឯងខ្លាំងណាស់តែខ្ញុំអត់ដឹងថាចិត្តគាត់សាំងពីអីទេខ្ញុំពិតជាទទួលយកអត់បានទៅខ្ញុំចេញមុខមកដល់មកសូមឲ្យបងជួយ live ផ្សព្វផ្សាយឲ្យខ្ញុំវិញដោយសារគឺគាត់ធ្វើដាក់ខ្ញុំខ្លាំងហើយមួយវិញទៀតបើសិនជានាងខ្ញុំមានបញ្ហាមានគ្រោះថ្នាក់អីគឺខ្ញុំអត់មានរឿងជាមួយអ្នកណាទេមានតែរឿងជាមួយបុគ្គលឈ្មោះទីហុយនឹងទេករណីបើសិនជាខ្ញុំមានគ្រោះថ្នាក់គឺបងប្អូនត្រូវដឹងថាមានតែម្នាក់ហ្នឹងទេខ្ញុំសូមបញ្ជាក់អញ្ចឹងព្រោះឥឡូវនេះគឺខ្ញុំឡើងមានសមត្ថភាពហើយគឺគាត់ខ្លាំងណាស់គឺគាត់ហ៊ានធ្វើគ្រប់យ៉ាងមកដល់ចំណុចនេះសូម្បីតែយើងជាយើងសម្របសម្រួលអត់សម្របសម្រួលមកយើងឲ្យបែរជាមកឡាយនិយាយពីសទៅខ្មៅអញ្ចឹងអានេះថាគឺមកដល់ចំណុចនេះស្អីក៏គាត់ហ៊ានធ្វើដែរបងសុំសម្របសម្រួលនឹងសម្របសម្រួលយ៉ាងម៉េចដែរបងខ្ញុំទៅជួបសមត្ថកិច្ចដើម្បីឲ្យតាក់ទងទៅគាត់សូមចរចាជាមួយនឹងការប្រាក់ហ្នឹងពេលដែលយើងសងដើមហើយហ្នឹងយើងចរចាដើម្បីសងការប្រាក់ហ្នឹងទៀតឲ្យចប់រឿងគឺបងអូនព្យាយាមគ្រប់យ៉ាងតែពេលដែលគាត់និយាយមកគឺបងអូនកិច្ចបេះអត់ទេអត់ពិតទេហើយការតែតាក់ទងទៅគាត់ហ្នឹងគឺគាត់និយាយជាមួយខាងសមត្ថកិច្ចហ្នឹងគឺគាត់ថាគាត់ចុះបានតែ100ទេថាពីហ្នឹងគឺអត់ទេបើមិនចឹងទេចាំជួបគ្នានៅតុលាការចុះខាងបងឯងជួយបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់មើលបងអូនខ្ចីលុយគាត់ប្រមាណឲ្យប្រកាសឲ្យគាត់យកការពីបងអូននឹងប្រមាណឲ្យប្រកាសបងអូនខ្ញុំសុំអត់ត្រឡប់ទៅអាដើម800នោះវិញបងខ្ញុំសុំនិយាយថាត្រឹម550នេះតែហ្មងទៅ550ចាប់ពាក់គាត់គឺអស់លទ្ធភាពបងការសូមផ្អាកបងការរយៈពេល1ខែអញ្ចឹងរយៈពេល1ខែហ្នឹងសម្របសម្រួលសុំសងតាដើម550ចាប់គាត់ក៏អូខេអញ្ចឹងពេលដែលគាត់អូខេទៅយើងហ៊ានបាញ់លុយនឹងសងគាត់តែនៅពេលដែលសងគាត់រួចរាល់គាត់ថាអត់ទេការប្រាក់គាត់ទៀត1ខែត្រូវតែគិតលុយការប្រាក់នឹងឲ្យគាត់ទៀតទៅគាត់ឈប់រករឿងខ្ញុំទៅគាត់ដកពាក្យបណ្ដឹងទៅគាត់លុបផុសពីរូបខ្ញុំពីអត្តសញ្ញាណប័ណ្ណតផងខ្ញុំបុគ្គលដែលឈ្មោះទីហុយហ្នឹងបងគឺគាត់មានអីនិយាយទៅកាន់បងអូនស្រីឈ្មោះទីហុយហ្នឹងឯងបងអូនខ្ញុំអត់អាចនិយាយអីមួយគាត់បានទេព្រោះគាត់សុំទោសខ្ញុំនិយាយអស់គឺមិនមែនជាមនុស្សព្រោះជាមនុស្សគឺគាត់គោរពពាក្យសម្ដីដែលគាត់និយាយជាមួយយើងឯងបងខ្ញុំទទួលស្គាល់ថាខ្ញុំបានខ្ចីលុយប៉ុន្តែហោចណាស់ខ្មែរដូចគ្នាបងហោចណាស់ក៏គួរយល់មកថាធ្លាប់ស្គាល់គ្នាហែកហួរខ្ញុំនៅតាមបណ្ដាញសង្គម Facebook ជួលឲ្យគេតាមចាប់ខ្ញុំទៀតបេះដូងអ្នកសាំងពីអ្វីអ្នកបង្កើតរឿងគ្រប់យ៉ាងយកមកឡាយបំផ្លាញខ្ញុំឥឡូវញ៉ៃបំផ្លាញបានហើយញ៉ៃចង់បានអីទៀតញ៉ៃពិតជាសាហាវខ្លាំងញ៉ៃធ្វើបាបខ្ញុំគ្រប់សពហើយញ៉ៃមានមុខមកឡាយបោកប្រជាជនក៏ដូចជាបងទៀតមិនស្មើមិនគាត់បោកបងថាគាត់ជានិស្សិតនិស្សិតឆ្នាំទី3ជាក់ស្ដែងគាត់ជានិស្សិតឆ្នាំទី3មែនត្រូវហើយចំណុចហ្នឹងអត់កុហកទេប៉ុន្តែគាត់អត់បានលើកឡើងពីចំណុចដែលគាត់ដាក់លុយនឹងស៊ីការប្រាក់គាត់យកការប្រាក់ពីពួកខ្ញុំនឹងបានរយៈពេលប្រហែលហើយគេបានសងប៉ុណ្ណាហើយឥឡូវហ្នឹងលុយ1000ដែលគាត់ស្រាយជំទាវថាសងអត់សងហ្នឹង1000ហ្នឹងជាលុយអ្វីហេតុអីបានគាត់មិននិយាយច្បាស់ហើយគាត់ថាដឹងទៅតុលាការលិខិតក៏ហៅនៅឯណាសារដីកានៅឯណាពួកខ្ញុំជាមិត្តកូនបំណុលនេះអត់ទាន់បានទទួលបានទេហើយព្យាយាមអស់លទ្ធភាពក្នុងការសម្របសម្រួលហើយម្សិលមិញខ្ញុំសុំសម្របសម្រួលអត់ព្រមទេនៅពេលដែលខ្ញុំចេញពីកន្លែងសមត្ថកិច្ចមកវិញទៅគាត់ឡាំប៉ាគាត់ទៅឡាំប៉ាដល់ផ្ទះខ្ញុំទៅរករឿងដល់ម៉ាក់ខ្ញុំថាអត់មានលទ្ធភាពឲ្យទេត្រឹមពេលដែលសម្រួលគ្នាប៉ុណ្ណឹងគឺអូខេហើយការប្រាក់1000ហ្នឹងឲ្យ100ដើម្បីបញ្ចប់រឿងទៀតសុខចិត្តឲ្យទៅទៀតឲ្យតែចប់គឺខាងខ្ញុំវិញគឺលក្ខណៈគឺជាជនរងគ្រោះវិញហើយពេលនេះ
năm độc mình dân sinh mãi ý công chặt khơi mọt mình lỏ chuối bằng bát rồi liệt đừng xịt rang tam mình trái mình rong tem miệng rong salad trong mọt cõi bếp ra mùi tiếp trầm tay pi mưa nó riêng phần nóc ai ra bạc bàn tận đỏ bấy khai ជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជា បាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលកំពុងតែទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង 2 រំលងអាត្រាតឈានចូលថ្ងៃទី 20 ខែមិនិនាឆ្នាំ 2026 នេះប្រិមិត្តបានដឹងរួចហើយនៅរឿងរ៉ាវរបស់ប្អូនស្រីដែលជានិស្សិតពេទ្យឆ្នាំទី 3 ម្នាក់ដែលគាត់បានមកជាមួយនឹងបងប្អូនជីដូនមួយរបស់គាត់ដែលគាត់បានសុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយនៅរឿងរ៉ាវស្ត្រី2នាក់ដែលបានខ្ចីលុយរបស់គាត់ដោយម្នាក់បានចាពាក់គាត់ $1000 និងម្នាក់ទៀតបានចាពាក់គាត់ $1300 ហើយបានគិតវេះមិនសងរូបគាត់ដោយគាត់បានជួបការលំបាកដែលមានលទ្ធភាពក្នុងការបង់សាលារៀនបន្តឥឡូវនេះក្រោយពីខ្ញុំបានធ្វើការជួយផ្សព្វផ្សាយឲ្យគាត់រួចបងអូនស្រីដែលជាអ្នកចាពាក់លុយស្ត្រីដែលជានិស្សិតពេទ្យឆ្នាំទី 3 ហ្នឹងគឺគាត់បានសុំមកធ្វើការបកស្រាយពាក់ព័ន្ធជាមួយនឹងការលើកឡើងរបស់និស្សិតពេទ្យឆ្នាំទី 3 កាលពីម្សិលមិញហ្នឹងមកជំរាបសួរបងអូនស្រី ជំរាបសួរបង បងអាចឲ្យជំរាបបានទេបងមានឈ្មោះអីដែរបង ចាខ្ញុំឈ្មោះហ៊ឿនគឹមហៀងបង អូ ដែលត្រូវបុគ្គលឈ្មោះទីហ៊ុយដែលគាត់បានឡាយនិយាយពីការចាពាក់លុយរបស់ខ្ញុំតាំងពីម្សិលមិញហ្នឹងបង បាទបងមកយប់នេះបងចង់ធ្វើការបកស្រាយពាក់ព័ន្ធជាមួយនឹងការលើកឡើងរបស់បងស្រីដែលជានិស្សិតពេទ្យឆ្នាំទី 3 ម្សិលមិញហ្នឹងពាក់ព័ន្ធជាមួយនឹងការលើកឡើងអីខ្លះដែរបង សម្រាប់ខ្ញុំសូមច្រានចោលខ្ញុំអត់ទទួលស្គាល់រាល់ពាក្យសម្ដីដែលគាត់លើកឡើងទាំងប្រហែលតាំងពីម្សិលមិញហ្នឹងបងគឺខ្ញុំអត់សូមអត់ពីព្រោះការលើកឡើងរបស់គាត់គឺវាផ្ទុយពីការពិតទាំងអស់ បាទឥឡូវបងចង់ធ្វើការច្រានចោលហ្នឹងតើច្រានចោលនៅការលើកឡើងរបស់គាត់ហ្នឹងច្រានចោលនៅចំណុចណាខ្លះដែរបង ចំណុចទី 1 សម្រាប់ទឹកប្រាក់ដែលគាត់ថាខាងបងចាពាក់$1000 ជាក់ស្ដែងទឹកប្រាក់ដែលខាងអូនបានខ្ចីគាត់ពីដំបូងគឺ$800 តែខាងអូនបានសងទៅគាត់ចំនួន$300ហើយបានន័យថាសងដើមបន្ទាប់មកគឺអូនអស់លទ្ធភាពក្នុងការបង់ប្រាក់ទៅថយព្រោះការប្រាក់ថ្លៃហើយគាត់បាននិយាយថាលុយខ្ចីលក្ខណៈអ្នកស្គាល់គ្នាគឺអត់ពិតទេគឺលុយជាការចងការតាមអនឡាញការស្គាល់គ្នាគឺរាប់អាននេះគឺពិតមែនតែការកម្ចីនេះគឺយកការប្រាក់អញ្ចឹងនៅពេលដែលបងអូនបានសងដើមទៅ$300នេះហើយគឺគេកាត់ការក្នុងមួយថ្ងៃ$46ទៀតអញ្ចឹងបានន័យថាគឺគេបានត្រឡប់មកវិញ$4អញ្ចឹងគឺដើមហ្នឹងគឺគេកាត់អស់តែ250ទេអញ្ចឹងគេបូកការ$50ចូលនៅក្នុងដើមចាប់គឺយើងនៅចាពាក់ដើមគាត់550បងតន់បន្ទាប់មកទៀតគឺខ្ញុំសូមអង្វរទៅខាងភាគីខាងគាត់ជាម្ចាស់បំណុលថាខ្ញុំអស់លទ្ធភាពក្នុងការបង់ការប្រាក់ទៀតហើយគឺខ្ញុំទៅលេងរួចហើយគាត់យក100គឺមួយថ្ងៃ$6អញ្ចឹងបានន័យថា550ហ្នឹងគឺគាត់គិតគុណបងអូនអញ្ចឹងណាគាត់ក៏ បងបញ្យល់ឲ្យច្បាស់មើលបងតើពាក់ព័ន្ធជាមួយនឹងការចាពាក់លុយហ្នឹងតើបងធ្វើការចាពាក់គាត់ប៉ុន្មានហើយត្រូវសងគាត់ប៉ុន្មានបងចាពាក់ពីដំបូង$800តែបានសងដើមទៅ$300រួចហើយប៉ុន្តែគាត់កាត់ការ$50ទៅគឺបានន័យថាសងដើមបានតែ250ទេអញ្ចឹងនៅ550ដោយសារតែគាត់កាត់ការប្រាក់បន្ទាប់មកទៀតគឺបងអូនអស់លទ្ធភាពក៏សុំគាត់ពជាក្នុងការបង់ការប្រាក់ទៀតគឺអស់លទ្ធភាពហើយសុំឲ្យគាត់ផ្អាកយកការសិនខាងបងអូននឹងសុំសងដើមហើយគ្មានការកិច្ចវេះគ្មានការអីទាំងអស់គឺខាងបងអូនតែងវល់សុំគាត់ទទួលដោយសារតែបងអូនផ្អាកការងារអត់ការងារធ្វើទៅធ្វើឲ្យមានការយឺតយ៉ាវក្នុងការសងប្រាក់គាត់រយៈពេល1ខែគាត់ក៏ផុសរូបបងអូនជាសាធារណៈយកវីដេអូយកអត្តសញ្ញាណប័ណ្ណយករូបបងអូនបរិហាគេក្នុង Facebook ផុសរូបចាពាក់លុយអត់សងអីចឹងតែបងអូនអត់មានបានប្រកែកឬក៏ចូលទៅតបអីទាំងអស់ដោយសារបងអូននឹងថាបានចម្ពាក់ពិតមែនអញ្ចឹងគឺទទួលកំហុសត្រង់នេះគឺខ្ញុំក៏បានចរចាជាមួយគាត់សុំសងដើម550ហ្នឹងក៏អូខេជាមួយគ្នាដើម្បីបញ្ចប់រឿងឲ្យគាត់រករូបនៅដកពេលបណ្ដឹងគឺគាត់បានថាដាក់ពេលបណ្ដឹងទៅតុលាការរួមមេធាវីដើម្បីបណ្ដឹងខាងបងអូនដូចគ្នាទៀតតែបងអូនសុំសងដើម្បីបញ្ចប់រឿងគឺអត់ចង់មានរឿងទៀតទេគាត់ក៏អូខេសុំ QR គាត់ក្នុងថ្ងៃហ្នឹងស្អែកឡើងក៏បាញ់លុយឲ្យគាត់550គាត់ថាគាត់ណូតក្នុង QR គាត់ប្រគាត់ទៀត$550ហ្នឹងសងគ្រប់លុបបានន័យថាពាក្យហ្នឹងគឺគាត់សងគាត់គ្រប់ប៉ុណ្្នឹងទៅគឺគាត់លុបវីដេអូក៏ដូចជាផុសដែលគាត់ផុសពីបងអូនរូបភាពបងអូនបែបហ្នឹងនៅពេលដែលបងអូនបានសងលុយ550ហ្នឹងនៅក្នុងថ្ងៃទី15ខែ3នេះឯងបងបានសងរួចរាល់ភ្លាមគឺគាត់តបមកបងអូនវិញថាចុះការមួយខែអាចនឹងមួយខែបន្តិចគុណលុយមក1000ដើម550ការមួយខែ1000គាត់ឲ្យសងគាត់1000ហ្នឹងទៀតទៅចាប់រឿងគាត់ក៏នៅបន្តបរិហាគេបងអូននៅក្នុងតាមបណ្ដាញសង្គម Facebook គាត់ផុសរូបគាត់និយាយពាក្យអសរោះ
ហើយពីអសរោះហ្នឹងគឺពិបាកទទួលយកខ្លាំងខ្ញុំសូមអត់និយាយក្នុង line នេះទេវាពិបាកទទួលយកខ្លាំង ចុះពេលបងអូនទៅខ្ចីគេនឹងបងអូនដឹងថាគេការខ្ពស់ទេបង បងខ្ញុំទទួលស្គាល់ការប្រាក់គឺយើងព្រមព្រៀងយកពីដំបងដោយសារតែយើងតយើងយកពីដំបងមកចាប់ដើមពី200នៅពេលដែលយើងកូនទៀតយើងចាប់ដើមបងការលេងតន់យើងក៏យកដើរមកបន្តទៀតដើម្បីបងការឲ្យដោយសារតែមានបញ្ហាការងារទេព្រោះយើងគិតថាលទ្ធភាពរបស់យើងអាចទៅរួចតែនៅពេលដែលការងារភ្លាមមានបញ្ហាភ្លាមគឺយើងទៅលេងរួចភ្លាមគឺយើងសុំគាត់ភ្លាមសុំគាត់ភ្លាមគឺគ្មានការកិច្ចវេះគ្មានការអីទាំងអស់តែនៅពេលដែលសងដើមរួចរាល់ហើយគាត់បែរជាបំភ្លៃពីការនិយាយជាមួយយើងពីដំបូងរហូតមកបំភ្លៃទៀមទាការប្រាក់បើមិនឲ្យការប្រាក់គាត់គឺគាត់អត់សុខចិត្តហើយមកសុំមិននេះដែរខាងបងអូនក៏សុំសម្របសម្រួលជាមួយគាត់តាក់ទងទៅកាន់សមត្ថកិច្ចដើម្បីធ្វើការសម្របសម្រួលជាមួយគាត់ខលទៅតាក់ទងគាត់ថាឥឡូវហ្នឹងការប្រាក់ប៉ុណ្ណឹងគឺខាងខ្ញុំអត់ទៅអត់រួចទេចង់ឲ្យចុះតិចទៅកម្រិតមួយណាដែលខាងបងអូនមានលទ្ធភាពដើម្បីបញ្ចប់រឿងគឺសមត្ថកិច្ចខលតាក់ទងគាត់ទៅគឺគាត់ថាអត់ទេគាត់អត់អាចចុះបានទេ900 1000ហ្នឹងគាត់ចុះបាន100អីទៀតទេអាហ្នឹងបើតាមគាត់និយាយឲ្យខាងបងអូនបានប្រាប់ទៅវិញដែរថាគឺអត់មានលទ្ធភាពទេអញ្ចឹងបើគាត់ប្តឹងទៅដល់តុលាការហើយគឺបងអូនរងចាំបំភ្លឺនៅតុលាការរងចាំលិខិតកោះហៅក៏ដូចជាដីកាចេញពីតុលាការដូចគ្នាគឺបងអូនរងចាំប៉ុន្តែជាក់ស្ដែងគឺសុំច្រានច្រោលពាក្យថាកិច្ចវេះមិនចូលខ្លួនគឺអត់មានទេគឺខាងបងអូនរងចាំការកោះហៅហ្នឹងកោះហៅចេញតែពីមាត់គាត់ទេតែយើងអត់ទាន់បានទទួលលេខអក្សរមួយណាដែរយើងទទួលបានថាជាសារនៃការចេញពីតុលាការនៅឡើយយើងអត់ទាន់បានទទួលបានទេអញ្ចឹងបងអូនអាចបញ្ជាក់បានទេបងអូនតើបងអូនទៅខ្ចីលុយគាត់$800ហ្នឹងតើក្នុងការប្រាក់ហ្នឹងគាត់យកពីបងអូនក្នុងមួយថ្ងៃប្រហែលដែរបងអូនជាក់ស្ដែងគាត់និយាយខ្លួនឯងថាបើគាត់យកគេ$800ហ្នឹងគឺលុយការមួយថ្ងៃ$80ប៉ុន្តែសម្រាប់អូនអ្នកស្គាល់គ្នាគាត់យកត្រឹមតែ$6ហ្នឹងហើយគាត់យកតែ$6ទេអញ្ចឹងក៏អូខេព្រមព្រៀងយកពីដំបូងក៏អូខេដែរបង$850ហ្នឹងគាត់យកការមួយថ្ងៃតែ$6ទេអត់ទេ800ហ្នឹងការក្នុង100$6អញ្ចឹងបើគាត់ដាក់ឲ្យគេផ្សេង$800ហ្នឹងការមួយថ្ងៃ$80គ្រាន់តែការប្រាក់អញ្ចឹងនៅត្រឡប់មកវិញបានន័យថានៅពេលដែលខ្ញុំសុំសងដើមគាត់550នៅពេលដែលគាត់ផុសរូបខាងបងអូននេះគឺបងអូនខានបងការប្រាក់គាត់មួយខែអញ្ចឹងគឺគាត់ឲ្យគុណការប្រាក់ហ្នឹងមួយខែឲ្យគាត់ទាំងដែលយើងយកព្រមជាមួយគ្នាថាសុំសងតែការសុំសងតែដើម550ហ្នឹងដើម្បីបញ្ចប់រឿងរួចគ្នាគាត់លុបផុសរបស់គាត់ដកពាក្យបណ្ដឹងប៉ុន្តែគាត់អត់លុបទេហើយគាត់ផុសថែមឲ្យទាំងដែលយើងជាទៅសម្របសម្រួលមួយគាត់នៅថ្ងៃម្សិលមិញនេះទៀតអត់ទទួលបានផលទេសមត្ថកិច្ចគឺគាត់ថាគាត់អត់អាចធ្វើអីបានទេគាត់មានបានតែត្រឹមតែសម្របសម្រួលបើសិនជាម្ចាស់លុយអត់ព្រមក៏គាត់អត់ដឹងធ្វើមិនដែរតែលក្ខខណ្ឌដែលគាត់ផុសរូបជាសាធារណៈគាត់ប្រមាថមើលងាយគំរាមកំហែងគ្រប់យ៉ាងហ្នឹងបងអូនអាចមានសិទ្ធិដាក់ពាក្យបណ្ដឹងវិញបានតែបងអូនជ្រើសយកអត់ដាក់ដោយសារតែបងអូនគ្មានលទ្ធភាពទេគ្មានលទ្ធភាពទៅផ្ដល់កប់ជាមួយគាត់ទេព្រោះគាត់ខ្លាំងគាត់ហ៊ានផុសនៅក្នុង page ឬក៏ Facebook របស់គាត់ឲ្យគេតាមចាប់ខាងបងអូនបើចាប់អូនបានម្នាក់គាត់ជូនសគុណ$200ឲ្យគាត់ឲ្យតាមចាប់ខ្ញុំគាត់ខ្លាំងគាត់យកទៅគឺគាត់ពេលដែលយើងសងការសងដើមហើយហ្នឹងបើថាខាងបងអូនអត់សងវាជាកំហុសរបស់ខ្ញុំកិច្ចវេះតែខ្ញុំបានសងដើមរួចរាល់ហើយហេតុអីបានគាត់នៅធ្វើអញ្ចឹងមិនត្រឹមតែប៉ុណ្្នឹងទេសុំចរចាអត់បានលទ្ធផលហើយយកឡើងមកឡាយនិយាយមិនពិតទាំងអស់ថាគាត់ជានិស្សិតឆ្នាំទី3គាត់ជាជនរងគ្រោះដែលត្រូវនាងខ្ញុំឆោបោកនេះបុគ្គលដែលឈ្មោះទីហ៊ុយដែលគាត់បាននិយាយមកសុំអញនេះគឺខ្ញុំសូមបដិសេធជាដាច់ខាតគឺគាត់និយាយមិនពិតទាំងអស់គឺគាត់ប្រឌិតរឿងមកនិយាយផុសតាំងឡើងណាដែលគាត់ឲ្យខ្ញុំខ្ចីលុយ1000គាត់មានបង្ហាញអត់បើសិនជាមានគាត់នឹងបង្ហាញហើយប៉ុន្តែគាត់អត់មានទេហើយគាត់ថាការកោះហៅធម្មតាទឹមបញ្ហាទឹមតែមានមួយខែទេការកោះហៅណាបាន13លើកហើយគាត់នៅការនិយាយស្ដីផងគាត់រៀបការយកមកបោកប្រឆោតប្រជាជនទាំងអស់ហើយពីខ្ញុំទៅវិញខ្ញុំចង់អំពាវនាវដល់ពលរដ្ឋទាំងអស់ក៏ដូចជាប្រជាជនយើងទាំងអស់សូមកុំយកគំរូតាមនាងខ្ញុំជៀសវាងឲ្យផុតមិនថាមិត្តភ័ក្តិទុកចិត្តប៉ុណ្ណាយកលុយឲ្យមិត្តភ័ក្តិប៉ុណ្ណាក៏ដោយអ្នកលំបាកចុងក្រោយគឺយើងពួកគាត់ពិតជាសាហាវប្រៃផ្សៃណាស់ស្អីក៏ពួកគាត់ហ៊ានធ្វើដែរអញ្ចឹងពីខ្ញុំទៅវិញគឺមានតែម្រាមដៃ10សូមឲ្យប្រជាជនយើងមានការយល់ដឹងកុំឆោតល្ងងដូចខ្ញុំរងគ្រោះហើយពេលនេះគឺមិនថាមុខមាត់គាត់ហែកហួរគ្រប់យ៉ាងហើយយើងអត់មានលទ្ធភាពទៅតតាំងជាមួយគេបានទេគេមានលុយដូចម្សិលមិញតែគាត់មករកបងឲ្យឡាយឃើញគាត់រៀបពាក្យនិយាយចេញមកគឺស្លងខ្លាំងហើយគាត់កំពុងមានមោទនភាពខ្លួនឯងខ្លាំងគាត់ផុសនៅក្នុងផេកគាត់មុននឹងទៀត
អត់ទាន់បាន24ម៉ោងហ្នឹងបានមកអំវីយូជាងគាត់មានមោទនភាពតែគាត់ធ្វើបាបមកកាន់ខ្ញុំគាត់លើសការប៉ັດគាត់បង្កើតរឿងរ៉ាវយកមកបោកកុហកគាត់មានមោទនភាពលើខ្លួនឯងខ្លាំងណាស់តែខ្ញុំអត់ដឹងថាចិត្តគាត់សាំងពីអីទេខ្ញុំពិតជាទទួលយកអត់បានទៅខ្ញុំចេញមកដល់មកសូមឲ្យបងជួយ live ផ្សព្វផ្សាយឲ្យខ្ញុំវិញដោយសារគឺគាត់ធ្វើដាក់ខ្ញុំខ្លាំងឲ្យមួយវិញទៀតបើសិនជានាងខ្ញុំមានបញ្ហាមានគ្រោះថ្នាក់អីគឺខ្ញុំអត់មានរឿងជាមួយអ្នកណាទេមានតែរឿងជាមួយបុគ្គលឈ្មោះទីហ៊ុយហ្នឹងទេករណីបើសិនជាខ្ញុំមានគ្រោះថ្នាក់គឺបងប្អូនត្រូវដឹងថាមានតែម្នាក់ហ្នឹងទេខ្ញុំសូមបញ្ជាក់អញ្ចឹងព្រោះឥឡូវនេះគឺខ្ញុំលែងមានសមត្ថភាពហើយគឺគាត់ខ្លាំងណាស់គឺគាត់ហ៊ានធ្វើគ្រប់យ៉ាងមកដល់ចំណុចនេះសូម្បីតែយើងព្យាយាមសម្របសម្រួលអត់សម្របសម្រួលមកយើងឲ្យបែរជាម្លាយនិយាយពីសទៅខ្មៅអញ្ចឹងអានេះថាគឺមកដល់ចំណុចនេះស្អីក៏គាត់ហ៊ានធ្វើដែរបងអូនសុំសម្របសម្រួលនឹងសម្របសម្រួលយ៉ាងម៉េចដែរបងអូនខ្ញុំទៅជួបសមត្ថកិច្ចដើម្បីឲ្យតាក់ទងទៅគាត់សូមចរចាជាមួយនឹងការប្រាក់ហ្នឹងពេលដែលយើងសងដើមហើយហ្នឹងយើងចរចាដើម្បីសងការប្រាក់ហ្នឹងទៀតឲ្យចប់រឿងគឺបងអូនព្យាយាមគ្រប់យ៉ាងតែពេលដែលគាត់និយាយមកគឺបងអូនកិច្ចបេះអត់ទេអត់ពិតទេហើយការតែតាក់ទងទៅគាត់ហ្នឹងគឺគាត់និយាយជាមួយខាងសមត្ថកិច្ចហ្នឹងគឺគាត់ថាគាត់ចោះបានតែ100ទេថាវាហ្នឹងគឺអត់ទេបើមិនចឹងទេចាំជួបគ្នានៅតុលាការចោះខាងសមត្ថកិច្ចក៏បានណែនាំអូនរឿងគឺគ្នាបានសងដើមរួចហើយនៅតាការទេអូនអាចសម្រួលទៅឡើងទៅតុលាការវាអត់ចំណេញទេហើយគាត់ការដែលអូនយកវាលឹះលួសពេកហើយទៅតាមផ្លូវច្បាប់អូនអានេះបើពាក់ព័ន្ធជាមួយផ្លូវច្បាប់ដោយសារតែខ្ញុំល្ងឹតហើយល្ងងអត់អាចខ្ញុំរៀនបានតិចខ្ញុំអត់អាចដឹងបានថាផ្លូវច្បាប់បែបណាទេបងពាក់ព័ន្ធជាមួយការប្រាក់ដែលគាត់យកនេះ$500 550មួយខែបន្តិចគាត់ទា1000សួរថាយើងជាកូនបំណុលនេះយើងអាចទៅរួចអត់ទាំងដែលបាននិយាយគ្នាហើយថាបងឯងជួយបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់មើលបងអូនខ្ចីលុយគាត់ប្រមាណឲ្យប្រកាសឲ្យគាត់យកការពីបងអូននឹងប្រមាណឲ្យប្រកាសបងអូនខ្ញុំសុំអត់ត្រឡប់ទៅអាដើម800នោះវិញបងខ្ញុំសុំនិយាយថាត្រឹម550នេះតែហ្មងទៅ550ច្បាក់គាត់គឺអស់លទ្ធភាពបងការសុំផ្អាកបងការរយៈពេល1ខែអញ្ចឹងរយៈពេល1ខែហ្នឹងសម្របសម្រួលសុំសងតាដើម550ចាប់គាត់ក៏អូខេអញ្ចឹងពេលដែលគាត់អូខេទៅយើងហ៊ានបាញ់លុយនឹងសងគាត់តែនៅពេលដែលសងគាត់រួចរាល់គាត់ថាអត់ទេការប្រាក់គាត់ទៀត1ខែត្រូវតែគិតលុយការប្រាក់នឹងឲ្យគាត់ទៀតទៅគាត់ឈប់ររឿងខ្ញុំទៅគាត់ដកពាក្យបណ្ដឹងទៅគាត់លុបផុសពីរូបខ្ញុំពីអត្តសញ្ញាណប័ណ្ណផ្ទាល់ផងខ្ញុំបុគ្គលដែលឈ្មោះទីហ៊ុយហ្នឹងបងគឺគាត់មានអីនិយាយទៅកាន់បងអូនស្រីឈ្មោះទីហ៊ុយហ្នឹងឯងបងអូនខ្ញុំអត់អាចនិយាយអីមួយគាត់បានទេព្រោះគាត់សុំទោសខ្ញុំនិយាយអស់គឺមិនមែនជាមនុស្សព្រោះជាមនុស្សគឺគាត់គោរពពាក្យសម្ដីដែលគាត់និយាយជាមួយយើងឯងបងខ្ញុំទទួលស្គាល់ថាខ្ញុំបានខ្ចីលុយប៉ុន្តែហោចណាស់ខ្មែរដូចគ្នាបងហោចណាស់ក៏គួរយល់មកថាធ្លាប់ស្គាល់គ្នាហើយហួរខ្ញុំនៅតាមបណ្ដាញសង្គម Facebook ជួលឲ្យគេតាមចាប់ខ្ញុំទៀតបេះដូងអ្នកសាំងពីអ្វីអ្នកបង្កើតរឿងគ្រប់យ៉ាងយកមក live បំផ្លាញខ្ញុំឥឡូវញ៉ៃបំផ្លាញបានហើយញ៉ៃចង់បានអីទៀតញ៉ៃពិតជាសាហាវខ្លាំងញ៉ៃធ្វើបាបខ្ញុំគ្រប់សពហើយញ៉ៃមានមុខមក live បោកប្រជាជនក៏ដូចជាបងទៀតម្សិលមិញគាត់បោកបងថាគាត់ជានិស្សិតនិស្សិតឆ្នាំទី3ជាក់ស្ដែងគាត់ជានិស្សិតឆ្នាំទី3មែនត្រូវហើយចំណុចហ្នឹងអត់កុហកទេប៉ុន្តែគាត់អត់បានលើកឡើងពីចំណុចដែលគាត់ដាក់លុយនឹងស៊ីការប្រាក់គាត់យកការប្រាក់ពីពួកខ្ញុំនឹងបានរយៈពេលប្រហែលហើយគេបានសងប៉ុណ្ណាហើយឥឡូវហ្នឹងលុយ1000ដែលគាត់ស្រាយជំទាវថាសងអត់សងហ្នឹង1000ហ្នឹងជាលុយអ្វីហេតុអីបានគាត់មិននិយាយច្បាស់ហើយគាត់ថាប្តឹងទៅតុលាការលិខិតក៏ហៅនៅឯណាសាធិការនៅឯណាពួកខ្ញុំជាមិនកូនបំណុលនេះអត់តបានទទួលបានទេហើយព្យាយាមអស់លទ្ធភាពក្នុងការសម្របសម្រួលហើយម្សិលមិញខ្ញុំសុំសម្របសម្រួលអត់ព្រមទេនៅពេលដែលខ្ញុំចេញពីកន្លែងសមត្ថកិច្ចមកវិញទៅគាត់ឡាំប៉ាគាត់ទៅឡាំប៉ាដល់ផ្ទះខ្ញុំទៅរករឿងដល់ម៉ាក់ខ្ញុំថាអត់មានលទ្ធភាពឲ្យទេត្រឹមពេលដែលសម្រួលគ្នាប៉ុណ្ណឹងគឺអូខេហើយការប្រាក់1000ហ្នឹងឲ្យ100ដើម្បីបញ្ចប់រឿងទៀតសុខចិត្តឲ្យទៅទៀតឲ្យតែចប់គឺខាងខ្ញុំវិញគឺលក្ខណៈគឺជាជនរងគ្រោះវិញហើយពេលនេះរងការគំរាមកំហែងចាប់ដាក់គុកថ្ងៃមិនចូលខ្លួនដោះស្រាយថ្ងៃមិនសងលុយអញថ្ងៃចាំធៀមដេកគុកអញបុកលុយបាត់ដុកវិញអូននិយាយបងអូនបញ្ជាក់ឲ្យច្បាស់រាល់ពាក្យសម្ដីដែលបងអូននិយាយតាមរយៈព័ត៌មានបងនេះគឺបងអូនអ្នកទទួលខុសត្រូវជាមួយនឹងមុខច្បាប់ខ្លួនឯងណាបងអូនណាចាបងខ្ញុំបងអូននិយាយកន្លែងណាដែលបងអូននិយាយទៅពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់គេបងអូនត្រូវហ៊ានប្រឈមមុខទទួលខុសត្រូវជាមួយនឹងពាក្យសម្ដីដែលបងអូននិយាយបងអូនសុំឲ្យបងធ្វើការបកស្រាយគឺបងធ្វើការបកស្រាយជូនបងអូនតែគ្រប់ពាក្យពេចន៍សម្ដីដែលបងអូននិយាយទាំងអស់គឺបងអូនអ្នកទទួលខុសត្រូវខ្លួនឯងណាបងអូនណាចាបងដោយសារតែខ្ញុំនិយាយតែជាការពិតព្រោះពាក្យសម្ដីខ្ញុំ
មួយឃ្លៀមួយម៉ាត់វាសុទ្ធតែជាការពិតគឺមានផុសតាំងទាំងអស់ប៉ុន្តែដោយ like ដែលខ្ញុំលើកឡើងមុនហ្នឹងដែលពាក់ព័ន្ធជាមួយការ like នេះ like គឺយើងអាចទៅ record តន់ទេពេលតែគាត់លុបបាត់គឺខ្ញុំចាប់អត់តន់ទេក្នុងចំណុចហ្នឹងអញ្ចឹងខ្ញុំក៏អត់មានសិទ្ធអីទៅតទល់ក្នុងចំណុចហ្នឹងដែរប៉ុន្តែអីផ្សេងក្រៅពីចំណុចដែលខ្ញុំលើកឡើងដែលថាគាត់ជួហ្នឹងពុកអីហ្នឹងក្រៅពីផ្សេងពីហ្នឹងគឺខ្ញុំមានផុសតាំងទាំងអស់តាំងពីការសងលុយតាំងពីការនិយាយជាមួយគាត់ពីការប្រាក់តាំងពីការអង្វរលន់តួគឺគ្រប់យ៉ាងគឺដោយសារតែយើងលេងឆាតអញ្ចឹងយើងក៏មានឆាតហ្នឹងយើងក៏សៀនសតយើងក៏មានប៉ុន្តែការ live ការនិយាយហើយគឺគាត់លុបអញ្ចឹងយើងអត់អាចធ្វើអីបានទេព្រោះគាត់លុបបាត់ហើយ ចឹងបងមានអីចង់និយាយទៀតទេបងបងអត់បានស៊ីជម្រៅរឿងបងទាំងពីរនាក់ទេអត់ដឹងថារឿងហ្នឹងវាមិនព្រោះទឹកចៃលុយគឺបងជាមួយនឹងគាត់ទាំងពីរនាក់ហើយគាត់មកសុំឲ្យបងផ្សាយហ្នឹងដោយសារតែគាត់និយាយថាគាត់ជានិស្សិតឆ្នាំទី3ខាងផ្នែកពេទ្យហើយគាត់អត់មានលុយបង់សាលាទេបើមិនជាបងទាំងពីរនាក់គិតវេះអត់សងគាត់ចឹងណាបងណាបានបងធ្វើការជួយផ្សព្វផ្សាយហើយបងអត់ដឹងថាគាត់ជាអ្នកណាទេគាត់មកសុំឲ្យបងផ្សាយគាត់បង្ហាញថាគាត់ជានិស្សិតបងឃើញហើយគាត់មានកាតនិស្សិតមានអីរបស់គាត់ជានិស្សិតរបស់គាត់ត្រឹមត្រូវពិតប្រាកដមែនហើយគាត់មកហ្នឹងមានបងប្អូនរបស់គាត់ដែលជានិស្សិតដូចគ្នាហ្នឹងរៀនឆ្នាំទី3នៅសាលាពេទ្យដូចគ្នាទៀតអញ្ចឹងគាត់ថាគាត់អត់មានលទ្ធភាពក្នុងការបង់លុយសាលាដោយសារតែគាត់ទុកចិត្តបងឯងហ្នឹងជាអ្នកស្គាល់គ្នាខំឲ្យលុយខ្ចីទីបំផុតអត់សងគាត់កិច្ចវេះដូចតែបានលើកឡើងពីមុនអញ្ចឹងគឺសូមច្រើនចោលទាំងអស់រាប់ពាក្យសម្ដីដែលគាត់លើកឡើងទាំងបានមកបុគ្គលឈ្មោះទីហ៊ុយហ្នឹងគឺគាត់បំផ្លេះការពិតគឺគាត់បង្កើតរឿងយកមកនិយាយជាក់ស្ដែងបុគ្គលឈ្មោះទីហ៊ុយហ្នឹងគឺជាបុគ្គលដាក់លុយកម្ចីតាមអនឡាញគាត់បានឲ្យណាគេខ្ចីខ្លះហើយបើតាមបងឯងស្គាល់មិត្តភក្តិខ្ញុំមួយអ្នកនៅក្នុងស្រុកខ្ញុំមួយដែរគាត់ផុសរូបដែរតែតែតែសងលុយនៅពេលថ្ងៃដែលខ្ញុំទៅសម្រាប់សម្រួលនេះមុនមួយថ្ងៃអញ្ចឹងវាខ្ញុំទៅសម្រាប់សម្រួលម្សិលមិញអញ្ចឹងម្សិលមួយថ្ងៃហ្នឹងគឺគាត់បានបាញ់លុយសងហើយដូចជាខាងសមត្ថកិច្ចគាត់អ្នកបញ្ជាក់ប្រាប់ខ្ញុំតថាបុគ្គលម្នាក់ហ្នឹងជាពាក់$500ប៉ុន្តែការប្រាក់$500អញ្ចឹងដើម្បីខ្លាចបុគ្គលនោះឈ្មោះទីហ៊ុយហ្នឹងគម្រាមកំហែងយូរខែហើយផុសរូបយូរហើយអញ្ចឹងទៅគាត់ខ្លាចគេប្តឹងផ្ដាល់អញ្ចឹងក៏គាត់ព្រមសង$1000ដើម្បីបញ្ចប់រឿងនឹងគឺជាជនរងគ្រោះដូចគ្នាប៉ុន្តែបើហៅថាពាក្យថាជនរងគ្រោះវាអាចនឹងអយុត្តិធម៌សម្រាប់អ្នកឲ្យកម្ចីលុយប៉ុន្តែខ្ញុំដឹងថាពួកគាត់តហើយបានគាត់ទៅរកជាក់ស្ដែងដូចបងអូនលុយនេះគឺខ្ចីឲ្យមិត្តភក្តិអញ្ចឹងទេចាំពិតទៅបើបន្ទោទៅខាងម្ចាស់លុយក៏វាមិនបាក់ដែរមុននឹងបងឯងទៅខ្ចីលុយគេហ្នឹងក៏ពួកគេបានប្រាប់ដែរថាការក្នុងមួយថ្ងៃម៉ានអីម៉ានឲ្យបងឯងក៏សម្រេចចិត្តខ្ចីខ្លួនឯងដែរត្រូវអត់ទទួលស្គាល់ចំណុចនេះបងប៉ុន្តែអ្វីដែលទទួលយកអត់បានគឺការនិយាយគ្នាក្នុងការសងតែដើមដើម្បីបញ្ចប់រឿងដើម្បីឲ្យចប់អូនតែគេឲ្យលុយអូនឯងខ្ចីទាំងបងទាំងគេអានេះបងនិយាយពីអារម្មណ៍មនុស្សតែគេឲ្យយើងខ្ចីគឺគេចង់បានចំណេញឲ្យត្រូវអត់ទាំងបងឯងទាំងគេដោយបងឯងអញ្ចឹងបើសិនជាសុកគេមកខ្ចីលុយហើយយើងអត់ប្រាប់ថាអត់បានឲ្យកាយទេអាហ្នឹងវាអត់អីទេណាបងត្រូវអត់តែអានេះគេបានបញ្ជាក់បងឯងថាខ្ចីលុយហ្នឹង$100ហ្នឹងការប្រមាណត្រូវអត់គេមុននឹងឲ្យបងឯងខ្ចីគឺគេបានបញ្ជាក់ថាវាមានការប្រមាណបងដឹងថាអាហ្នឹងបងដឹងថាវាជារឿងការខ្ចីខាងក្រៅច្បាប់វាជារឿងអំពើខុសច្បាប់ហើយប៉ុន្តែយើងខ្លួនឯងក៏ដូចគ្នាយើងគួរតែ control ខ្លួនឯងថាអូបើសិនជាគេយកការខ្ពស់យើងអត់ខ្ចីទេត្រូវអត់ដូចបងអញ្ចឹងបងចង់ទៅទិញឡានបងមលួសធនាគារមួយយកការប្រាក់ខ្ពស់ពេកអញ្ចឹងបងដឹងថាអូបងអត់មានលទ្ធភាពទេក្នុងការសងការប្រាក់ហ្នឹងដូចរាល់ថ្ងៃបងចង់ទៅបងរំលោះផ្ទះនៅអញ្ចឹងដល់ពេលយើងសិក្សាទៅឃើញថាអូលទ្ធភាពយើងមិនអាចបងការប្រាក់ហ្នឹងបានទេអញ្ចឹងយើងអត់ខ្ចីអាហ្នឹងជាសិទ្ធិរបស់យើងគេមានបង្ខំយើងទេត្រូវអត់ដល់ពេលបងអូនគេបានប្រាប់ថា$100គេការបងឯងមួយថ្ងៃម៉ានហើយមួយថ្ងៃហ្នឹងគេការម៉ានហើយមួយខែហ្នឹងបងឯងគុនគូលុយក៏ឃើញខ្លួនឯងដែរត្រូវអត់ត្រឡប់មកវិញគឺដឹងទទួលស្គាល់កំហុសដែលយើងវាតមកឆាវគាត់ថាលទ្ធភាពយើងអាចទៅរួចនៅពេលដែលការងារភ្លាមវាមានបញ្ហានឹងភ្លាមយើងក៏សុំស្នើសុំភ្លាមអញ្ចឹងបានបងនិយាយកុំឲ្យអ្នកដែលគេឲ្យលុយយើងខ្ចីអាពេលដែលយើងទាល់ហ្នឹងអាហ្នឹងស្មើនឹងគេអ្នកដែលជួយយើងហើយបងអូនដល់ពេលគេឲ្យយើងខ្ចីអាពេលយើងទាល់ដល់ពេលយើងខ្ចីរួចបាទយើងកុំអារបៀបដល់ត្រោយយើងសោចគូថាអ្នកដែលឲ្យលុយយើងខ្ចីពេលយើងទាល់ហ្នឹងគឺជាជនល្មើសវិញណាបងឯងកុំគិតចឹងអាហ្នឹងវាជារឿងមួយដែលខុសឆ្គងដែរណាបងណាសម្រាប់យើងបើសិនជាបងគិតថាយើងជាមនុស្សត្រឹមត្រូវបងមិនមែនកាន់ខាងណាទេណាបងណាព្រោះមុននឹងយើងទៅខ្ចីគេបានប្រាប់ឲ្យថាការមួយថ្ងៃមិនត្រូវអត់ចាបងប៉ុន្តែវាអត់គិតថាវាដល់ថ្នាក់ហ្នឹងនៅពេលដែលនិយាយគ្នាថារឿងអីក៏ដោយបងអូនបើយើងហ៊ានទទួលស្គាល់ការពិតយើងមានលទ្ធភាពក្នុងការដោះស្រាយហើយបងណាយល់អត់ណាតែយើងមិនព្រមទទួលស្គាល់ការពិតទេដោយបងឯងទៅខ្ចីគេចឹងគេបានបញ្ជាក់ថាការមួយថ្ងៃ$6ត្រូវអត់ក្នុង$100ត្រូវអត់មកពីយើងអត់ចង់អាសងការគេហ្នឹងបានយើងចេះតែគិតអាការហ្នឹងត្រូវអត់អត់មានការគិតវេះផងបើសម្របសម្រួលគ្នាហើយតែនិយាយថាយកតែដើមហ្នឹងបញ្ចប់រឿងគឺឡើងទៅពាក់ពិនគ្នាលុបរូបដកពីបណ្ដឹងបើអត់មានការបញ្ជាក់ពីគាត់បែបហ្នឹងអូនឯងមានឯកសារគេបញ្ជាក់អត់ចឹងអត់មានទេដោយសារយើងកម្ចីតាមអនឡាញអញ្ចឹងនៅពេលដែលយើងកម្ចីយើងមានតែវីដេអូឬក៏តាក់ញៀនបានសម្រាប់ឲ្យទៅខាងម្ចាស់លុយអញ្ចឹងនៅពេលដែលយើងសងវិញបងយើងមិនទៅគិតថា
dương tự tiêm ti ai cái thon video vớiอย่างmất dương tự ai bong thôi cái son dài aoอย่างmất phụ ấy bong đăng hai tha cầm chay năng bị bạn này dương ai tới còn được ha xong chùa mà lời nhâm xong xong ơi năng là bay bị chọc lương được quát cò sen chùa cột ao hay quạt nốt tắc bạ chừng 500 hà năng tiệt quạt the xong màu group quạt lục liệm ban này tha quạt lục phô dương để quạt phô được dương này hay dương có cái the ok trắng nhạc chùa mà nhom màu tại đang những bạn ơi đầm bay bị chọcនឹងជាបទពិសោធន៍របស់អូនពេលយើងទៅខ្ចីគេយើងថតវីដេអូបញ្ជាក់ថាយើងខ្ចីគេដល់ពេលយើងសងគេយើងអត់ឲ្យគេថតវីដេអូឲ្យយើងវិញអាហ្នឹងយើងមានទៅមានមកមុននឹងសងអូនឯងទៅប្រាប់ថាឥឡូវនេះមុននឹងខ្ញុំបាញ់លុយមួយថ្ងៃមកជួយថតវីដេអូខ្ញុំវិញមកដើម្បីខ្ញុំទុកជាបោតាំងដើម្បីការពារខ្លួនខ្ញុំដែរឃើញគេមុននឹងឲ្យលុយអូនឯងខ្ចីគេថតឲ្យអូនឯងថតវីដេអូពាក់ព័ន្ធជាមួយនឹងការបញ្ជាក់ថាអូនឯងនឹងបានខ្ចីលុយគេចំនួនប៉ុន្មានដើម្បីទុកជាបោតាំងក្នុងការផលបងឯងដល់ពេលបងឯងយើងសងគេយើងអត់មានអីទាំងអស់ anh ấy về chỉ riêng mà dạng bọn về chỉ phép ai vô thì thoa xem không chưa câu nói lên không để sao nhóm chăm là tranh kia dương ở miền phong មកបើយើងទៅខ្ចីលុយគេបើយើងអត់ទៅខ្ចីលុយគេក៏វាមានបញ្ហាកើតឡើងដែរបង thời gây là bây là dương son với hai khơi cây màu lai mà vậy thay dương ở ban son cho vẽ kia là một quan khơi anh chẳng lời này cứ vậy lập sinh ចាំមានតែប៉ុណ្ណាណាបងឯងចង់បកស្រាយទាំងអស់ chào bông បាទអរគុណច្រើនណាបងប្អូនសម្រាប់ការទស្សនានិងការតាមដានដូចខ្ញុំបានបញ្ជាក់ខ្ញុំអត់ទៅសូវយល់ទេពាក់ព័ន្ធជាមួយនឹងរឿងកម្ចីលុយនេះទី1មកបងប្អូនខ្ញុំនិយាយតាមត្រង់ខ្ញុំសូម្បីតែបងប្អូនស្រីនិយាយក៏ខ្ញុំអត់សូវយល់ដែរព្រោះទី1ខ្ញុំទម្លាប់ក្នុងជីវិតរបស់ខ្ញុំមានទម្លាប់មួយខ្ញុំមិនខ្ចីលុយគេហើយក៏មិនឲ្យគេខ្ចីលុយខ្ញុំបាទទោះបីរាប់អានគ្នាស្និទ្ធស្នាលប៉ុណ្ណាក៏ដោយគឺខ្ញុំមិនខ្ចីលុយគេហើយក៏មិនឲ្យគេខ្ចីលុយខ្ញុំដែរបាទអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានមានចំណុចណាលើសលួសខ្វះខាតដោយប្រការណាមួយមិនសមរម្យសូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសព្រោះខ្ញុំដឹងណាថាអាលុយនេះបាទពីមិត្តប្រែទៅជាសត្រូវបាទពីមិត្តល្អក៏ខ្លាចទៅជាសត្រូវដល់អាក្រក់ព្រោះអាលុយនេះខ្ញុំអត់រកស៊ីជាមួយមកបងប្អូនបាទអរគុណណាបងប្អូនណា